ទៅជប់លៀងម្ដងទេហ៎បានតាលោកថាយ៉ាងម៉េចដែរតាតាអើយនៅនេះកំងអីដែរយេមីងអញចង់ញ៉ាំអីដែរទេខ្ញុំអ្វីក៏បានតាមមើលតែលោកយិនពួកយើងគួរតែកំងសាច់ឲ្យលោកហើយបានហើយយកនំប៉ាស៊ូឆឹងហើយនឹងសាច់ជាមួយហើយនឹងនំប៉ាបួសមួយហើយនឹងស្រាមួយអតិនធ្វើក្តាក់ដែរមកណាបាទមកឡើយអេមែនហើយតែអ្នកទាំងពីរស្គាល់គ្នាមែនទេខ្ញុំមិនចាំបាច់ណែនាំទេអញ្ចឹងអ្នកទាំងពីរបានជួបគ្នាដល់របៀបណាអូពួកយើងជួបគ្នាពេលដែលទិញសាច់មាន់លោកយិនទៅផ្សារទិញសាច់មាន់មែនទេនោះមិនមានអ្វីចម្លែកទេគាត់ប្រកែកបោកពេលដែលកំងមាន់គេប្រាប់ថាមាន់ថ្លៃ$5គាត់ឲ្យលុយគេលើសមួយចំនួនតែអញគួរអត់សង្ឃឹមអីទៅខ្ញុំក៏ដើរទល់មុខអ្នកលក់ណាតាមស្រាប់អញនិយាយតែដូចជាមានជំនាញណាហើយសាច់ស្អីឆាប់សាច់ទៅហើយក្រោយមកខ្ញុំបានបង្រៀនគេអំពីរបៀបរើសមាន់ហើយទិញវាក្នុងតម្លៃថោកចុងក្រោយគេប្រាប់ខ្ញុំថាគេមានលុយគេមិនមានបញ្ហាសម្រាប់គេទេមើលចាអ្នកណានិយាយបែបនេះលោកមិនគួរណាខ្ជិះខ្ជាយលុយលោកទេយ៉ាងម៉េចខ្ញុំនិយាយត្រូវដែរទេត្រូវនាងនិយាយត្រូវស្អាតនាងមកដល់ហើយនិយាយរឿងពួកយើងទៅពួកយើងមកទីនេះគឺដើម្បីជប់លៀងការសម្ដែងរបស់យើងមិញបានល្អនាំគ្នាញ៉ាំទៅមកណែចុលកាយមួយមកចុលកាយញ៉ាំទៅតន់ក្តៅលោកញ៉ាំមុនទៅលោកយិនលោកគ្មានឱកាសនឹងបានស្ដាប់យេមីងច្រៀងនោះទេវាពិតជាមិននឹកស្មានដល់ទេណាសម្លេងរបស់នាងគឺពីរោះណាគ្មានអ្នកណាអាចច្រៀងបានដូចនាងទេខ្ញុំគិតថានាងពិតជាអស្ចារ្យណាប្រយ័ត្នផងនាងជីសៀថាស្វឹងហើយខ្ញុំចង់ជូនគេទៅផ្ទះមុនណាអ្នកបម្រើគិតលុយទៅបាទទុកឲ្យខ្ញុំចេញខ្ញុំជាអ្នកចេញលោកមិនគួរខ្ជិះខ្ជាយលុយទេលោកជូនយើងទៅផ្ទះមុនទៅបាយទៅយើងពួកយើងញ៉ាំមិនតាន់ចប់ទេចាំទៅ